សួស្ដីបងខ្ញុំអត់សូវឃើញបងនៅអូហ្វីសផងអញ្ចឹងបងគ្រប់គ្រងអាជីវកម្មរបស់បងមិនទៅបងអូបាទសួស្ដីអូនបើនិយាយពីការគ្រប់គ្រងរបស់ការគ្រប់គ្រង business ឥឡូវសម្រាប់ម្ចាស់អាជីវកម្មបងគិតថាគាត់អត់ត្រូវចាំបាច់នៅតតែនៅ office ឬក៏នៅហាងគាត់នឹង24ម៉ោងទេព្រោះថាក្នុងសម័យឥឡូវគឺជាសម័យអ៊ីនធឺណិតសម័យយើងប្រើ app សម័យយើងប្រើ software អញ្ចឹងបើសិនជាម្ចាស់អាជីវកម្មគាត់ឡើងតែនៅតែគ្រប់គ្រងហប់ stock ហប់អីខ្លួនឯងឬក៏នៅមើលជីចេញបងចេញអីខ្លួនឯងហ្នឹងគឺរកស៊ីអត់តាន់គេទេដោយសារអីសម័យឥឡូវយើងគ្រប់គ្រងតាម marketing plan ជាមួយនឹងការ set strategy របស់ business មួយអញ្ចឹងសម្រាប់ report ទូទៅគឺយើងអត់ចាំបាច់ទៅធ្វើខ្លួនឯងទេយើងប្រើ software ERP ជំនួយឧទាហរណ៍ដូចក្នុងករណីរបស់បងអញ្ចឹងដោយសារតែខាងបងប្រើ software AME ដែលយើងជាក្រុមហ៊ុន software ERP ហ្នឹងអញ្ចឹងនៅពេលណាដែលបុគ្គលិកគាត់ចេញ invoice បុគ្គលិក sale គាត់ចេញ invoice គឺយើងអាច add function មកដើម្បីវា alert នៅក្នុង Telegram របស់យើងហ្មងអញ្ចឹងយើងដឹងថាក្នុងឥឡូវហ្នឹងមាន invoice ណាខ្លះដែលគាត់ចេញគាត់លក់បានអីខ្លះក្នុងថ្ងៃហ្នឹងមានន័យថាបុគ្គលិក sale គាត់ចេញ invoice ភ្លាមគឺយើងឃើញ invoice ហ្នឹងនៅក្នុង Telegram របស់យើងហ្មងហើយយើងមាន feature ហ្នឹងអញ្ចឹងណាហើយសម្រាប់ cashier ទីខាងគាត់បារម្ភខ្លាចបាត់លុយហើយអីហ្នឹងថ្ងៃធនាគារទាំងអស់គឺសិតតែប្រើ QR អញ្ចឹងយើងអាចដឹងថាទឹកលុយហ្នឹងចូលទៅកងធនាគាររបស់យើងហើយបើសិនជាយើងអត់ទុកចិត្តទេយើងអាចទិញ function មួយទៀតដែល function ហ្នឹងយើងអាចបើកឲ្យខាង cashier របស់យើងនៅហាងឬនៅកន្លែងឬនៅក្រុមហ៊ុនហ្នឹងពេលដែលគាត់ចេញreceipt ហើយ receipt payment ហើយគឺយើងអាច post ទៅវានឹងចេញ receipt load receipt ហ្នឹងចូលក្នុង Telegram alert របស់យើងទៀតអញ្ចឹងយើងអាច add account manager ឬក៏អ្នកណាដែលកាន់ខាងទៀងទាត់បញ្ជីចំណូលចំណាយហ្នឹងគឺអាចគាត់អាច check មើលដឹងថា account នេះទទួលលុយគ្រប់ចំនួនអត់ក្នុងថ្ងៃហ្នឹងអញ្ចឹងករណីមួយទៀតក្នុងករណីឃ្លាំងបើសិនជាក្នុងករណីតំណែងខ្លះវាចិត្តអស់អញ្ចឹង feature នេះគឺវាសំខាន់អញ្ចឹងសម្រាប់បងប្អូនណាដែលគាត់លក់ជាក្រុមហ៊ុន trading ក្រុមហ៊ុនលក់អវ៉ាន់លក់អីអញ្ចឹងអញ្ចឹងយើងត្រូវ control stock អញ្ចឹងមកគិតថាបើសិនជាគាត់ទិញ feature ដែលយើង notification តាម Telegram នេះគឺយើងកំណត់ reorder point ហ្នឹងទៅតាមចំនួនដែលយើងចង់បានថាតំណែង A គាត់ចង់ថាឥឡូវតំណែងហ្នឹងមានត្រឹម100កេសឡើងទៅ stock នៅធ្លាក់សល់ត្រឹម100គឺឲ្យ app ហ្នឹងជួយ alert មកគាត់ជារៀងរាល់ថ្ងៃអញ្ចឹងនៅពេលណាដែលតំណែងហ្នឹងវាធ្លាក់ត្រឹម99ឬត្រឹម100គឺវានឹង alert មកជា file Excel ឲ្យយើងហ្មងអញ្ចឹងយើងដឹងក្នុងមួយថ្ងៃហ្នឹងតែ stock របស់យើងហ្នឹងយើងត្រូវ reorder កន្លែងណាខ្លះអាវ៉ាន់ណាខ្លះអញ្ចឹងអានេះគិតមើលបើសិនជាយើងមាន app ឬមាន software របស់ ERP ដែលក្រុមហ៊ុន AME ហ្នឹងគាត់ចេញមកជួយដល់ម្ចាស់អាជីវកម្មហ្នឹងអញ្ចឹងម្ចាស់អាជីវកម្មហ្នឹងគាត់មានពេលវេលាគ្រប់គ្រាន់នៅក្នុងការគិតរក product ថ្មីជូនអតិថិជនឬក៏គាត់អាចទៅជួបអតិថិជនដូចបងអញ្ចឹងមួយថ្ងៃបងណាត់ជួបភ្ញៀវ 4-5 ភ្ញៀវអញ្ចឹងណាអញ្ចឹងយើងអាចបង្កើត business យើងឬក៏យើងអាចបើកសាខាបើកអីបានច្រើនហើយបើយើងនៅតែកន្លែងម្ចាស់អាជីវកម្មយើងនៅតែធ្វើខ្លួនឯងយើងនៅតែរក stock ខ្លួនឯងយើងនៅត្រូវឆែកជីខ្លួនឯងអីទៀតអញ្ចឹងការងារយើងអត់សូវទៅមុខទេវារីកតែវារីកអត់លឿនអញ្ចឹងណាអញ្ចឹងបើសិនជាបងប្អូនចាស់អាជីវកម្មគាត់ត្រូវការ software ដែលអាចជំនួយជួយ support ទៅលើអាជីវកម្មគាត់ឲ្យកាន់តែដើរកាន់តែលឿនគាត់អាចតាក់ទងមកខាងយើងបានយើងអាចជួយបានអូតាមប៉ាត់ចង់សោះអរគុណច្រើនបងបាទអរគុណអូន